មានចំណងគ្រប់ពេលវេលាតែម្ដងសំបីតែពេលដែលមករដូវក៏មានចំណងផ្លូវភេទដែរពេលយើងមករដូវតែយើងអាចនៅជាមួយនឹងគ្រួសារនៅជាមួយដៃគូបានអត់ចាសម្រាប់បងមួយចំនួនណាគាត់មានចំណងគ្រប់ពេលវេលាតែម្ដងសំបីតែពេលដែលមករដូវក៏មានចំណងផ្លូវភេទដែរប៉ុន្តែតេតូជាមួយនឹងចំណងនោះបងប្អូនក៏គួរដឹងដែរថាវាមានផលប៉ះពាល់ទៅលើបញ្ហាសុខភាពអត់ជាពិសេសគឺស្ត្រីហ្មងគឺមានផលប៉ះពាល់ខ្លាំងណាស់នៅពេលដែលយើងរួមភេទអឡងពេលដែលយើងមករដូវប៉ុន្តែបងប្អូនក៏ត្រូវដឹងពីវិធីក្នុងការការពារទប់ស្កាត់ទៅលើបញ្ហាទាំងអស់នឹងដែរព្រោះអីនៅពេលដែលយើងនៅជាមួយគ្នាអឡងពេលដែលយើងមករដូវហ្នឹងណាបងប្អូនវាងាយនឹងចម្លងមេរោគទៅក្នុងស្បួនរបស់ស្ត្រីលឿនតាមរយៈនៃការធ្លាក់ឈាមរដូវរបស់យើងហ្នឹងឯងពពួកមេរោគវាងាយទុំស្អិតជាប់នឹងឈាមរដូវរបស់យើងអញ្ចឹងវាងាយចម្លងរហូតដល់មាត់ស្បួនរបស់ស្ត្រីតែម្ដងណាហើយប្រភេទជំងឺឆ្លងវាមានដូចជាពពួកវីរុសពពួកបាក់តេរីអាក្រក់ឬក៏ប្រភេទជំងឺអេដឬក៏ជំងឺរលាកថ្លើមរលាកអីផ្សេងៗអញ្ចឹងយើងអាចដឹងទេថាវានឹងបង្កពពួកមេរោគអីប៉ុន្តែវិធីក្នុងការកាត់បន្ថយនៃការចម្លងមេរោគហ្នឹងបងប្អូនគួរតែប្រើប្រាស់ស្រោមក្នុងការការពារអំឡុងពេលដែលយើងមករដូវហើយយើងនៅជាមួយដៃគូ